បងប្អូននៅសល់តែមួយសប្តាហ៍ទៀតទេព្រឹត្តិការណ៍ដ៏អស្ចារ្យ FIFA World Cup 2026នឹងចាប់ផ្ដើមបើកដំណើរការជាផ្លូវការហើយបងប្អូនណាអញ្ចឹងខ្ញុំជឿថាបាទមានបងប្អូនច្រើនមែនទែនកំពុងតែរងចាំដោយអន្ទះសាររួមទាំងខ្ញុំផងដែរបងប្អូនណានៅសល់តែមួយអាទិត្យទៀតទេបងប្អូនចិត្តដល់ហើយណាបាទអញ្ចឹងយើងមានតែទ្រាំរងចាំបន្តិចទៅបងប្អូនណានៅតែមួយសប្តាហ៍ទៀតទេទ្រាំបន្តិចទៅអញ្ចឹងសម្រាប់រាត្រីនេះក៏មានការប្រកួតកម្ដៅសាច់ដុំផងដែរបងប្អូនមុនព្រឹត្តិការណ៍ World Cup ណាហើយសុទ្ធតែជាក្រុមដែលធំល្អមើលតែម្ដងបងប្អូនបាទដូចជាការប្រកួតរវាងអេស្ប៉ាញត្រូវប៉ះគ្នាជាមួយនឹងអ៊ីរ៉ាក់ណានៅវេលាម៉ោង2បារាំងយប់នេះត្រូវប៉ះគ្នាជាមួយនឹងកូដឺវ៉ាបងប្អូននៅវេលាម៉ោង2:10នាទីនេះជាគូពិសេសហើយនៅក្នុងប្រទេសកម្ពុជារបស់យើងក៏មានការប្រកួតមិត្តភាពមួយសំខាន់ផងដែរបាទក្រុមជម្រើសជាតិកម្ពុជាត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប៊ូតានបាទនៅវេលាម៉ោង7ល្ងាចនេះបងប្អូនបាទកុំភ្លេចគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នាហើយខ្ញុំធ្វើការនិយាយដែរតើកម្ពុជាអាចយកឈ្នះទៅលើប៊ូតានប៉ុន្មានគ្រាប់ណាបាទអញ្ចឹងមុនធ្វើការឲ្យតម្រុយសម្រាប់បងប្អូនកុំភ្លេចចូល Channel Telegram របស់ខ្ញុំបាទពិសេស KA ដើម្បីមើលការ live បាល់ការទម្លាក់គូក៏ដូចជាព័ត៌មានកីឡាផ្សេងៗបងប្អូនណាដែលមាន link នៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile ទៅគឺមាន link នៅក្នុង bio បងប្អូនចូលទៅណាបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងនិយាយដល់គូសំខាន់តែម្ដងទៅបងប្អូនណាអញ្ចឹងខ្ញុំបញ្ជាក់ផងដែរថាយប់នេះអត់វិភាគទេណាអត់វិភាគទេគឺខ្ញុំឲ្យជាតម្រុយខ្លីៗតែម្ដងបងប្អូនបាទយកទៅពិចារណាបន្ថែមហើយគូទី1គឺខ្ញុំមើលឃើញថាការប្រកួតរវាងកម្ពុជាត្រូវប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិប៊ូតានបងប្អូននៅវេលាម៉ោង7ល្ងាចនេះបងប្អូនណាអញ្ចឹងគូនេះបាទបើយើងនិយាយអំពីបច្ចុប្បន្នកម្ពុជាបើនិយាយពីប្រវត្តិ5 6ប្រកួតរបស់គាត់មិនសូវជាល្អទេភាគច្រើនចាញ់បាទចាញ់4ស្មើ1ទៅហើយណាហើយប៊ូតាននេះក៏មិនមែនជាក្រុមអីដែលខ្លាំងណាស់ណាដែរបងប្អូនសុទ្ធតែជាក្រុមខ្សោយដូចគ្នាទេប៉ុន្តែគាត់ថាកម្ពុជាយើងមានតែមជាងណាមានតែមជាងកីឡាករតាក់ទងនឹងកីឡាករតាក់ទងនឹងទឹកដីនៅក្នុងយប់នេះគឺខ្ញុំអាចនិយាយថាកម្ពុជាគឺមានអត្រាឈ្នះខ្ពស់ទៅលើក្រុមជម្រើសជាតិប៊ូតានបាទហើយការប្រកួតនៅក្នុងស្តាតអូឡ িম্প ិកយើងទេហើយបើនិយាយពីកីឡាករកម្ពុជាយើងមានកីឡាករល្អច្រើនប៉ុន្តែនៅពេលដែលពួកគាត់លេងឲ្យក្លឹបបាទលេងឲ្យក្លឹបល្អប៉ុន្តែនៅពេលដែលពួកគាត់លេងឲ្យក្រុមជម្រើសជាតិអត់សូវល្អទេបងប្អូនយើងមិនដឹងថាមកពីកត្តាអ្វីប៉ុន្តែសម្រាប់គំនិតរបស់ខ្ញុំដោយសារតែពួកគាត់អត់មានពេលហ្វឹកហាត់ជាមួយគ្នាបងប្អូនណាពាក្យច្រើនពួកគាត់ហ្វឹកហាត់ជាមួយនឹងក្លឹបបាទនៅពេលដែលមានការប្រកួតក្រុមជម្រើសជាតិចឹងទៅបាទបានពួកគាត់មកចាប់ដើមហ្វឹកហាត់ជាមួយគ្នាបាន2 3ថ្ងៃអញ្ចឹងវាមិនសូវជាយល់ចិត្តគ្នាប្រហែលទេធ្វើឲ្យការប្រកួតក្រុមជម្រើសជាតិមើលទៅដូចជាយើងពិបាកមើលបន្តិចប៉ុន្តែយ៉ាងណាក៏ដោយយើងនៅតែគ្រប់គ្រងក្រុមជម្រើសជាតិកម្ពុជារបស់យើងណាបងប្អូនណាតើតែមានការគ្រប់គ្រងពីបងប្អូនទើបក្រុមជម្រើសជាតិមានការរីកចម្រើនបងប្អូនអញ្ចឹងសម្រាប់យប់នេះបាទកម្ពុជាតឲ្យប៊ូតានមួយកន្លះដាច់បងប្អូនគិតយ៉ាងណាដែរសម្រាប់គំនិតខ្ញុំទោះជាកម្ពុជាយើងធ្លាក់ជើងមែនប៉ុន្តែបាទប៉ះគ្នាជាមួយក្រុមជម្រើសជាតិប៊ូតានក៏នៅតែកម្ពុជាយើងមានទំនួលជាងបងប្អូនណាខ្ញុំគិតថាកម្ពុជានឹងអាចយកឈ្នះទៅលើប៊ូតានក្នុងលទ្ធផល3-0បាទ3-0នៅក្នុងរាត្រីនេះបាទអរគុណច្រើនយើងនិយាយដល់គូបាទប្រាំងបាទប្រាំងទៅប៉ះគ្នាជាមួយកូដឺវ៉ាបងប្អូនណាប្រាំងប៉ះគ្នាជាមួយកូដឺវ៉ាយប់នេះគឺអាចមានវត្តមានឈុតទី2 Reserve ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិបារាំងបងប្អូនដឹងហើយមិនថាឈុត A មិនថាឈុត B របស់គាត់ទេសុទ្ធតែជាកីឡាករកំពូលតែម្ដងបាទសុទ្ធតែជាកីឡាករកំពូលហើយបើនិយាយពីតំបន់ប្រយុទ្ធវិញញាក់សាច់ហើយបងប្អូនមាន Mbappe Dembele Dui ណា Barcola Marcos Thuram អីហ្នឹងជាម៉ាតេតាបាទហើយមកនិយាយតំបន់បំរើក៏ញាក់សាច់ដែរបាទMico Olise បាទ Chouamini Ryan Cherki ណាបាទអិនកាឡូកាន់តេក៏មកដែរបាទយប់នេះអាចមានវត្តមានកីឡាករអិនកាឡូកាន់តេណាប្រើប្រយុទ្ធនិយាយទៅបារាំងកីឡាករល្អច្រើនណាស់បងប្អូនហើយបាទតាំងពីតំបន់បំរើរហូតដល់ការពារប្រយុទ្ធអីហ្នឹងគឺបឹបតែម្ដងបាទគឺជាបេក្ខភាពប្រជែងពាន FIFA World Cup ហើយសម្រាប់ World Cup នេះគំនិតរបស់ខ្ញុំបងប្អូនខ្លះគាត់សួរថាយើងគិតថាក្រុមណាជាម្ចាស់ពានអញ្ចឹងវាពិបាកបងប្អូនគាត់ថាខ្ញុំស្រឡាញ់វាមាន4ក្រុមណាមាន4ក្រុមទី1ខ្ញុំគិតថាអេស្ប៉ាញបាទទី2បារាំងទី3អាសង់ទីនទី4ប៉ុកទុយហ្គាល់ណា4ក្រុមនេះគឺជាក្រុមដែលខ្ញុំស្រឡាញ់គិតថានឹងមានអត្ថភាពក្នុងការលើកពាននៅក្នុងព្រឹត្តិការណ៍ធំ FIFA World Cup 2026នឹងឯងណាបាទបារាំងអេស្ប៉ាញសង់ទីនប៉ុកទុយហ្គាល់4ប្រទេសនេះស្រឡាញ់ហើយអូខេយើងត្រឡប់មកវិញសម្រាប់ការប្រកួតបារាំងជាមួយកូដឺវ៉ានេះក៏ខ្លាំងដែរបាទកូដឺវ៉ានេះក៏ខ្លាំងដែរបងប្អូនណាក៏មានឈ្មោះនៅក្នុងព្រឹត្តិការណ៍ World Cup ដែរអញ្ចឹងសម្រាប់គូនេះខ្ញុំគិតថាបារាំងឈ្នះបាទ
អាចនឹងលទ្ធផលប្រហែលជាបាទ2-0 ឬក៏3-1បងប្អូនណា2-0 3-1បើនិយាយពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរប៉ះគ្នា2លើកណាបាទប៉ះគ្នា2លើកនេះគឺស្មើមួយលើកបារាំងឈ្នះមួយលើកបាទឈ្នះ2-1ទេឆ្នាំ2022ណាបាទហើយយប់នេះខ្ញុំគិតថាអាចនឹងស៊ីច្រើនបាទព្រោះជាការប្រកួតកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសអ្វីដែលពួកគាត់អាចស៊ីបានគឺស៊ីបងប្អូនណាដើម្បីឲ្យលើកទឹកចិត្តក្រុមនិយាយទៅជាការលើកទឹកចិត្តក្រុមផងដែរអញ្ចឹងបងប្អូនពិចារណាទៅសម្រាប់គូនេះខ្ញុំគឺទាថាបាទបារាំងយកឈ្នះទៅលើកូតូវ៉ាផល3-0 3-1អញ្ចឹងទៅបាទបាទនិយាយទៅមកដាច់ល្មមបាទអេស្ប៉ាញបងប្អូនអេស្ប៉ាញយប់នេះត្រូវប៉ះគ្នាជាមួយនឹងអ៊ីរ៉ាក់ណាបាទគីឡូខុសគ្នាឆ្ងាយដែរបាទគីឡូអេស្ប៉ាញប៉ះគ្នាជាមួយអ៊ីរ៉ាក់អ៊ីរ៉ាក់នឹងគ្នាមិនមែនជាក្រុមអីដែលលេចធ្លោអីណាទេប៉ុន្តែក៏មិនអាចមើលងាយបានដែរណាបាទអេស្ប៉ាញយប់នេះតច្រើនបាទ2កន្លះបុក3បាទ2កន្លះបុក3ទៅលើអ៊ីរ៉ាក់បងប្អូនគិតយ៉ាងណាបាទបើនិយាយពីកីឡាករអេស្ប៉ាញមិនចាញ់បារាំងទេបាទញាក់សាច់ឯកីឡាករអេស្ប៉ាញបាទមិនថាឈុត A ឈុត B ឈុត C របស់គេញាក់សាច់ហើយបាទឡាមីនយ៉ាម៉ាល់នីកូវីលៀមដានីអលម៉ូឯណាផេទ្រីកាវីអូបាទនិយាយអ្នកសាច់មកកីឡាករល្អច្រើនណាបងប្អូនបើនិយាយពីតំបន់ប្រយុទ្ធប្រអប់របស់គាត់មិនសូវកែបាទល្មម Ferran Torres បាទ Victor Manus អីហ្នឹងបាទអាយ៉ាសាបាល់អីល្មមទេប៉ុន្តែបើនិយាយពីតំបន់បំរើប្រយុទ្ធបំរើពេញតួវិញញាក់សាច់ឲ្យការពារនោះក៏សាហាវដែរបាទខ្ញុំស្រឡាញ់ការពារខ្ញុំស្រឡាញ់ម៉ាក់កូរ៉ូឡាណាបាទគូបាស៊ីក៏ល្អដែរអញ្ចឹងសម្រាប់រាត្រីនេះបាទសួរថាអេស្ប៉ាញយកឈ្នះទៅលើអ៊ីរ៉ាក់អត់ខ្ញុំថាឈ្នះបាទនឹងខ្ញុំគិតថា4-0បាទខ្ញុំគិតថា4-0ទៅលើអ៊ីរ៉ាក់ណាបងប្អូនពិចារណាទៅ4-0បាទក៏មានការប្រកួតរវាងស៊ុយអែតជាមួយនឹងក្រិចផងដែរបាទស៊ុយអែតជាមួយនឹងក្រិចនេះខ្ញុំគិតថាអត្រាស្មើគ្នាខ្ពស់បងប្អូនណាបាទអត្រាស្មើគ្នាខ្ពស់ក្រិចនេះក៏រៀងឡើងជើងគូសមដែរបាទគូសមនេះមិនខ្សោយពេកទេហើយក៏មិនខ្លាំងពេកដែរហើយស៊ុយអែតគាត់ការប្រកួតមកដាក់កីឡាករល្អវីទ័រវីយ៉ូការ៉េអត់ដាក់លេងទេបាទអញ្ចឹងធ្វើឲ្យចាញ់ណូវេណាយប់នេះខ្ញុំគិតថាគាត់អាចដាក់ជំរឿសទី2លេងច្រើនបាទដាក់ជំរឿសទី2ព្រោះអាចវាមានកីឡាករល្អច្រើនប៉ុន្តែពេលខ្លះគាត់ទុកជើងបងប្អូនណាវាអត់ដូចក្រុមប្រាំងអេស្ប៉ាញទេក្រុមប្រាំងអេស្ប៉ាញអីទោះជាឈុតទី2របស់គេក៏នៅតែល្អដែរប៉ុន្តែសម្រាប់ក្រុមល្មមដូចជាស៊ុយអែតអីនេះបាទបើហ៊ានតែប្រឡែងឈុត A របួសពិបាកដែរអញ្ចឹងយើងមិនដឹងទេចឹងក្រុមទី2ខ្ញុំជួទាថាស្មើគ្នាឲ្យលទ្ធផល1ស្មើបងប្អូនបាទអរគុណច្រើនសម្រាប់ការតាមដានហើយកុំភ្លេចចូល Channel Telegram របស់ខ្ញុំបាទ ZKA ទៅណាបងប្អូនដើម្បីមើលការ live បាល់ការទម្លាក់គូព័ត៌មានកីឡាផ្សេងៗបាទ link មាននៅក្នុង Facebook ក៏ comment Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូន TikTok ចូល profile គឺមាន link ក្នុង bio បាទបងប្អូនចូលតាម link អត់បានទេ copy យកទៅផាសក្នុង Telegram ទៅ copy ផាសនៅក្នុង Chrome ក៏បានដែរបាទអរគុណច្រើនសូមគោរពលា